ថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលអំពីរបៀបគេចិញ្ចឹម Oyster នៅក្នុងប្រទេសអូស្ត្រាលីពីមុនខ្ញុំតែងតែយល់ច្រឡំថាគេចាប់ Oyster ពីក្នុងសមុទ្រមកស្រស់ៗណាប៉ុន្តែតាមពិតគឺគេចិញ្ចឹមវាក្នុងសមុទ្រអ្នកទាំងអស់គ្នាគឺគេមិនចាប់មកតាមរូងនេះរូងនោះឲ្យយើងញ៉ាំទេគឺគេចិញ្ចឹមដាក់នៅក្នុងទ្រុងត្រឹមត្រូវដើម្បីឲ្យ Oyster ហ្នឹងគឺមានសុវត្ថិភាពក្នុងការញ៉ាំអ្នកទាំងអស់គ្នាអញ្ចឹងកុំច្រឡំថាគេគាស់ពីថ្មនេះថ្មនោះឬក៏ពីរុងនេះរុងនោះគឺអត់ទេគឺគេចិញ្ចឹមនៅក្នុងទ្រូងគេអ្នកទាំងអស់គ្នាហើយខ្មៅនោះសុទ្ធតែទ្រូងដែលគេដាក់ Oyster ហើយអ្នកមកចិញ្ចឹម Oyster ហ្នឹងខ្ញុំជឿថាគាត់សុទ្ធតែជាអ្នកទិញទីតាំងដើម្បីដាក់ពីព្រោះអ្នកទាំងអស់គ្នាឃើញក្នុងរូបភាពហ្នឹងអញ្ចឹងគឺមានបង្គោលហើយមានលេខត្រឹមត្រូវអញ្ចឹងខ្ញុំជឿថាមានម្ចាស់ច្រើនអ្នកមិនមែនតែម្នាក់ទេហើយនេះខ្ញុំអាចចូលមើលបានដោយសារគេហៅថា low tide ទឹករាក់អ្នកទាំងអស់គ្នាបើសិនជាទឹកជ្រៅក៏ខ្ញុំមើលអត់ឃើញដែរប៉ុន្តែដោយសារខ្ញុំកំពុងដើរលេងទៅគឺទឹកវារាក់អញ្ចឹងយើងអាចមើលឃើញ oyster នឹងភ្នែកយើងបានតែធម្មតាគឺវាលិចនៅក្រោមសមុទ្របាត់ហើយប៉ុន្តែថ្ងៃនេះគឺវារាក់មែនតែនអញ្ចឹងពួកខ្ញុំអាចដើរហើយឃើញ oyster ផ្ទាល់ភ្នែកតែម្ដងអញ្ចឹងគឺគេធ្វើការចិញ្ចឹមច្រើនមែនតើអ្នកទាំងអស់គ្នាហើយមិនមែនមានតែសមុទ្រមួយនេះទេនេះគ្រាន់តែជាខ្ញុំថតឲ្យអ្នកទាំងអស់គ្នាឃើញសមុទ្រមួយគឺសមុទ្រគ្រប់ទីកន្លែងទាំងអស់សុទ្ធតែមានការចិញ្ចឹម oyster ពីអ្នកចិញ្ចឹមអ្នកទាំងអស់គ្នាអញ្ចឹងហើយពេលដែលគាត់មកយក oyster ទៅលក់គឺគាត់យកចេញពីកន្លែងសុវត្ថិភាពក្នុងទ្រូងដែលចិញ្ចឹមត្រឹមត្រូវអ្នកទាំងអស់គ្នាគឺមិនមែនដូចខ្ញុំនិយាយចឹងមិនមែនយកចេញពីគាស់ពីរូងដូចខ្ញុំគិតនោះទេឥឡូវខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលខាងក្នុងទ្រូងហ្នឹងមាន oyster ជាច្រើនដោយសារទឹកវារាក់ហើយថ្ងៃក្តៅមែនតើអញ្ចឹង oyster នៅខាងក្នុងនេះគឺវាក្រៀមអស់ហើយអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថាវានៅរស់ក៏វាងាប់ទេប៉ុន្តែបើយើងមើលនឹងភ្នែកគឺវាក្រៀមឡើងខ្មៅអរលីងហើយដល់ពេលគេធ្វើហ្នឹងគេដាក់ទ្រូងត្រឹមត្រូវអញ្ចឹងយើងចង់លូកដៃយកចាញ់ក៏យកអត់បានដែរអ្នកទាំងអស់គ្នាគេដាក់ត្រឹមត្រូវហើយកន្លែងដែលខ្ញុំរស់នៅនេះសំណាងត្រង់ថាយើងបានញ៉ាំរបស់ស្រស់អញ្ចឹងគ្រឿងសមុទ្រស្រស់គឺយកចាញ់ពីកន្លែងនេះផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាកន្លែងខ្ញុំរស់នៅហ្នឹងណាអញ្ចឹង oyster ផ្កងផ្គាអីគឺស្រស់មែនតើអញ្ចឹងឲ្យតែអ្នកមកលេងកន្លែងហ្នឹងគាត់ចូលចិត្តញ៉ាំតែរបស់គ្រឿងសមុទ្រហ្នឹងឯងដោយសារវាស្រស់